បាទជំរាបសួរលោកគ្រូអ្នកគ្រូសាជាថ្មីអញ្ចឹងនៅក្នុងវីដេអូទី2ខ្ញុំនឹងបង្ហាញពីរបៀបក្នុងការចូលទៅកែប្រែព័ត៌មានឬជាផ្លាស់ប្ដូរព័ត៌មានផ្សេងៗនៅក្នុងគណនីជានាយកសាលារៀនបាទអញ្ចឹងដំបូងគេលោកគ្រូអ្នកគ្រូចុចកន្លែងផ្ទាំងខាងលើនេះដែលមានរូប profile និងមានរូបឈ្មោះបាទគ្រូអ្នកគ្រូចុចទៅលើនឹងមកបន្ទាប់មកលោកគ្រូអ្នកគ្រូឃើញមានផ្ទាំងខាងលើគេដាក់ថាព័ត៌មានផ្ទាល់ខ្លួនអញ្ចឹងខ្ញុំចុចលើព័ត៌មានផ្ទាល់ខ្លួនបន្ទាប់មកលោកគ្រូគ្រូអាចផ្លាស់ប្ដូរទៅលើព័ត៌មានផ្ទាល់ខ្លួនបានបាទគ្រាន់តែលោកគ្រូគ្រូចុចពាក្យថាកន្លែងខាងលើកែប្រែបាទអញ្ចឹងកែប្រែកន្លែងនេះលោកគ្រូគ្រូអាចផ្លាស់ប្ដូរកន្លែងនាមតកោបានមានភេទមានថ្ងៃខែកំណើតមានសញ្ជាតិបាទមានជនជាតិមានទម្ងន់មានកម្ពស់ផ្សេងៗបាទមានកន្លែងប្រភេទវិការភាពបាទមានគណនីប្រើប្រាស់អាចផ្លាស់ប្ដូរគណនីប្រើប្រាស់បានដោយខ្លួនឯងបាទនិង password ផងដែរបាទអញ្ចឹងលោកគ្រូអាចមើលកន្លែងទីកន្លែងស្នាក់នៅបច្ចុប្បន្នអាចផ្លាស់ប្ដូរបានបាទឧទាហរណ៍ថាកន្លែងនេះចង់ដូរដាក់ខេត្តកណ្ដាលបាទអញ្ចឹងទៅអាចប្ដូរបាទភូមិស្រុកបានបាទអញ្ចឹងផ្លាស់ប្ដូរទីកន្លែងកំណើតព័ត៌មានកន្លែងការងារដូចគ្នាអញ្ចឹងឧទាហរណ៍ថារើសដាក់កម្រិតឧទាហរណ៍កន្លែងក្របខ័ណ្ឌឬក៏នឹងអាចផ្លាស់ប្ដូរកម្រិតក្របខ័ណ្ឌបានឧទាហរណ៍កម្រិតគ្រូបឋមក្របខ័ណ្ឌបឋមឬក៏មត្តេយ្យឬក៏កម្រិតមូលដ្ឋានអីផ្សេងៗនៅក្នុងនឹងអាចលោកគ្រូអាចជ្រើសរើសបានបាទកន្លែងប្រភេទនេះគឺប្រភេទកន្លែងបង្រៀនបាទសិនមកលោកគ្រូបង្រៀន1វេន2វេនអាចជ្រើសរើសបានតាមកន្លែងហ្នឹងបាទហើយកន្លែងស្ថានភាពគ្រូបង្រៀននេះលោកគ្រូអាចរើសបានថាបច្ចុប្បន្នហ្នឹងស្ថានភាពដែលកំពុងលោកគ្រូបច្ចុប្បន្នហ្នឹងកំពុងតែបង្រៀនឬក៏បន្តសិក្សាឬក៏កំពុងស្នើសុំឬក៏ចូលនិវត្តន៍បាទផ្សេងៗបាទកន្លែងនេះផងដែរបើសិនបើមុខវិជ្ជាឯកទេសបណ្ដុះបណ្ដាលឧទាហរណ៍ថាលោកគ្រូកំពុងតែបន្តសិក្សាវគ្គបណ្ដុះបណ្ដាលអីផ្សេងអញ្ចឹងលោកគ្រូអាចជ្រើសរើសកន្លែងនេះបានបាទហើយកន្លែងព័ត៌មានបណ្ដុះបណ្ដាលនេះចុងក្រោយឧទាហរណ៍លោកគ្រូបញ្ចប់កម្រិតសញ្ញាបត្រចុងក្រោយឧទាហរណ៍កម្រិតអនុបណ្ឌិតឬក៏កម្រិតបញ្ញាបត្រឬក៏កម្រិតមធ្យមសិក្សាទុតិយភូមិលោកគ្រូអាចជ្រើសរើសកន្លែងនេះបានបាទកន្លែងនេះដូចគ្នាប្រភេទកម្រិតបណ្ដុះបណ្ដាលអាច12+2ឬក៏12+4ឬក៏8+2បាទអាស្រ័យលើកម្រិតឬក៏បញ្ញាបត្រ+1បញ្ញាបត្រ+2បាទកន្លែងប្រភេទគ្រួសារកន្លែងនេះលោកគ្រូអាចរើសបានឧទាហរណ៍ថារៀបការហើយអញ្ចឹងបើសិនបើលោកគ្រូចុចពាក្យថារៀបការហើយវានឹងបង្ហាញពីផ្ទាំងមួយទៀតដែលបង្ហាញថាលោកគ្រូមានឈ្មោះប្តីឬក៏ឈ្មោះប្រពន្ធមានលេខទូរស័ព្ទប្តីឬក៏ប្រពន្ធមានចំនួនកូនមានទីកន្លែងកំណើតរបស់ពួកគាត់ផងដែរបាទឬក៏មានប្រភេទមុខរបរបាទអញ្ចឹងបើសិនបើលោកគ្រូរើសថានៅលាវគឺវាបង្ហាញតែផ្ទាំងបែបនេះទេបាទអញ្ចឹងបន្ទាប់ពីរើសហើយលោកគ្រូអាចចុចពាក្យថា save បាទ save change ដើម្បីផ្លាស់ប្ដូរបាទយើងចុចពាក្យថាកែប្រែមកបាទអញ្ចឹងវាបានកែប្រែព័ត៌មានដោយជោគជ័យបាទហើយបន្ថែមមួយទៀតគឺលោកគ្រូអាចផ្លាស់ប្ដូរលេខសម្ងាត់ថ្មីផងដែរសម្រាប់គណនីលោកគ្រូជាគណៈគ្រប់គ្រងសាលារៀនលោកគ្រូក៏ចុចកន្លែងផ្ទាំងខាងលើនេះមកផ្លាស់ប្ដូរលេខសម្ងាត់ថ្មីបន្ទាប់មកលោកគ្រូចុចកន្លែងនេះអាចដាក់លេខសម្ងាត់ថ្មីបានបាទឧទាហរណ៍ថាលោកគ្រូអាចដាក់លេខសម្ងាត់ថ្មីឧទាហរណ៍ថាខ្ញុំដាក់លេខសម្ងាត់ខ្ញុំឧទាហរណ៍ថា123អញ្ចឹងបាទបន្ទាប់មកកន្លែងនេះលោកគ្រូគាត់នឹងបញ្ចូលលេខសម្ងាត់នេះម្ដងទៀតមកបាទដូចគ្នាលោកគ្រូអាចសរសេរក៏បាន copy ដាក់ក៏បានហើយបន្ទាប់មកលោកគ្រូគាត់ណាចុចពាក្យថាផ្លាស់ប្ដូរលេខសម្ងាត់ថ្មីបាទអញ្ចឹងលេខសម្ងាត់ហ្នឹងគឺបានផ្លាស់ប្ដូរថ្មីហើយបាទហើយលោកគ្រូគាត់ណាចុចចាក់ចេញហើយខ្ញុំចុចថាចូលប្រព័ន្ធបាទអញ្ចឹងខ្ញុំបានចូលទៅក្នុងផ្ទាំងនឹងគណនីរបស់គណៈនយោបាយធម្មតាបាទពេលដែលយើងផ្លាស់ប្ដូរគណនីថ្មីបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះបាទសូមអរគុណលោកគ្រូ